Bonនិស្សិតមួយចំនួនណាដែលកំពុងតែសិក្សានៅតាមសាលាថ្នាក់ឧត្តមសិក្សាក៏ដោយឬសាកលវិទ្យាល័យមហាវិទ្យាល័យអីផ្សេងៗអ្នកខ្លះកំពុងតែឆ្ងល់ខ្លួនឯងថាតើរៀនចប់ទៅធ្វើការឬក៏ទៅរកស៊ីនិយាយសាមញ្ញណាបងប្អូនហើយបងប្អូនខ្លះមានគំនិតល្អមែនតើចង់ចាប់ផ្ដើមអាជីវកម្មប៉ុន្តែបារម្ភនេះបារម្ភនោះបារម្ភច្រើនហើយខ្ញុំជឿថាអ្វីដែលបារម្ភជាពិសេសពេលដែលមានគំនិតហើយចង់ធ្វើអាជីវកម្មប្រកាសជាបារម្ភមើលថាតើបានដើមទុនមកពីណាថាតើអាចគ្រប់គ្រងចំណូលចំណាយបែបណាហើយដល់ទៅពេលហើយយើងអាចដឹងថាអាជីវកម្មនឹងវាចំណេញឬក៏ខាតនៅបែបណាប្រហែលជាចំណុចហ្នឹងគឺជាការបារម្ភបន្ថែមពីលើការបារម្ភទៅលើរឿងការធ្វើទីផ្សារការលក់យុទ្ធសាស្ត្រនៅក្នុងការដឹកនាំអាជីវកម្មអីផ្សេងទៀតចាតាមពិតអ្វីដែលជាដំណោះស្រាយនៅក្នុងការបារម្ភមួយនេះណាបងប្អូនអាចចាប់ផ្ដើមពីឥឡូវចាប់ផ្ដើមពីការរៀនបដូរទម្លាប់ខ្លួនឯងនេះឥឡូវយើងអត់ទាន់មានអាជីវកម្មទេយើងមានលុយមកកញ្ចប់មិនថាលុយហ្នឹងជាលុយបានមកពីពុកម៉ែមិនថាលុយហ្នឹងបានមកពីចំណូលនៅក្នុងការធ្វើការឬក៏បែបណាឯងប៉ុន្តែយើងត្រូវការលុយចំណូលមកកញ្ចប់ដើម្បីរ៉ាប់រងចំណាយជាប្រចាំថ្ងៃព្រោះរាល់ថ្ងៃបើអត់មានចំណូលក៏ត្រូវតែចំណាយដែរអញ្ចឹងប្រកាសណាបងរមបទជួបាយផ្សេងៗដើម្បីបានចំណូលឥឡូវបើសិនជាបានកញ្ចប់លុយហ្នឹងមកមិនថាលុយពុកម៉ែឬក៏លុយធ្វើការឯងចេះបែងចែកចំណូលចំណាយបានត្រឹមត្រូវហើយនៅដឹងថាចំណូលមកហ្នឹងបែងចែកទៅលើចំណាយអីខ្លះប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែហើយនៅអញ្ចឹងអានេះគឺជាចំណុចចាប់ផ្ដើមនៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុហើយអត់ទៅណាឆ្ងាយរឿងហិរញ្ញវត្ថុគឺរឿងលុយហ្នឹងឯងហើយកាលណាដែលយើងមើលហិរញ្ញវត្ថុនៅឆ្ងាយពីខ្លួនយើងពេកយើងប្រកាសជាមើលរំលងការគ្រប់គ្រងលុយផ្ទាល់ខ្លួនជំរឿននៅពេលដែលយើងមានការកត់ត្រាចំណូលចំណាយច្បាស់លាស់ផ្ទាល់ខ្លួនហ្នឹងណាបងប្រកាសជាមានគំនិតច្បាស់ថាខ្ញុំអាចមានលទ្ធភាពនៅក្នុងការសន្សំប៉ុណ្ណេះខ្ញុំប្រកាសជាអាចរកចំណូលបានប៉ុណ្ណេះដើម្បីសម្រេចទៅគោលដៅខ្ញុំដែលខ្ញុំចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងកញ្ចប់លុយប៉ុណ្ណេះហើយបើសិនជាខ្វះប៉ុណ្ណេះតែខ្ញុំអាចរងចាំឬក៏ខ្ញុំអាចមានលទ្ធភាពនៅក្នុងការទទួលបាននៅមូលនិធិនឹងដោយរបៀបណាព្រោះឥឡូវមានមូលនិធិជួយគេហៅថាជួយ start up ជួយអ្នកដែលចាប់ផ្ដើមអាជីវកម្មហើយក៏មានអ្នកដែលមានដើមទុនគាត់ចង់បានគំនិតអាជីវកម្មល្អដើម្បីគាត់ដាក់ទុននឹងជាមួយដែរឲ្យតែមានគំនិតប្រកាសជាមានដំណោះស្រាយត្រឡប់មកវិញខ្ញុំចង់បងប្អូនបានមើលឃើញថាវាជាទម្លាប់ល្អនៅក្នុងការកត់ត្រាហើយរៀនទាញរបាយការណ៍មកទោះបីលុយនឹងវាមិនទាន់ជាលុយអាជីវកម្មវាមិនទាន់ជាលុយអីក៏ដោយតែវាគឺជាចំណុចចាប់ផ្ដើមនៅពេលដែលយើងចាប់ផ្ដើមអាជីវកម្មផ្លែតដូចយើងមានទម្លាប់នឹងរួចស្រេចចំណូលកត់ចំណាយកត់ចាប់ផ្ដើមដើមទុនប្រមាណចំណាយទៅលើអីប្រមាណពេលនោះយើងនឹងមើលឃើញថាចំណេញប្រមាណហើយប្រព័ន្ធនៅក្នុងការធ្វើកិច្ចការងារទាំងអស់ហ្នឹងកត់លុយសម្រាប់ផ្ទាល់ខ្លួនបងប្អូនប្រើឥឡូវបានកត់សម្រាប់រៀនទៅដល់ចូលទៅក្នុង app ងាយរៀនចំណេះដឹងហិរញ្ញវត្ថុរៀនពីការគ្រប់គ្រងចំណូលចំណាយរៀនពីការបង្កើតគម្រោងថវិការៀនពីជំនាញទុនមួយចំនួនហើយដែលខ្ញុំបង្រៀននៅក្នុងនោះផ្ទាល់តែម្ដងហើយក៏មានគ្រូបណ្ដុះបណ្ដាលដែលមានបទពិសោធន៍មានជំនាញច្បាស់លាស់នៅក្នុងនឹងដែររៀនចំណេះដឹងហិរញ្ញវត្ថុហើយធ្វើការកត់ត្រាចំណូលចំណាយហើយរៀបចំគម្រោងថវិកាហើយមើលតាមដានខ្លួនឯងជាប្រចាំហើយអាចទាញរបាយការណ៍បានហើយដឹងស្ថានភាពហិរញ្ញវត្ថុខ្លួនឯងច្បាស់នៅពេលមួយប៉ុនគិតថាខ្លួនឯងគ្រប់គីឡូចង់សម្រេចចិត្តរកស៊ីចាប់ផ្ដើមប្រើកត់លុយ for business ថែមទៀតកត់លុយសម្រាប់អាជីវកម្មនឹងជួយឲ្យបងប្អូនបានគ្រប់គ្រងចំណូលចំណាយអាជីវកម្មហើយទាញរបាយការណ៍បានអត់ពិបាកទេសម្រាប់បងប្អូនដែលចាប់ផ្ដើមអាជីវកម្មថ្មីថ្មោងហើយមិនចាំបាច់មានប្រព័ន្ធដែលស្មុគស្មាញទេវាគឺជាឧបករណ៍ងាយគ្រាន់តែកត់ចំណូលកត់ចំណាយវាទាញរបាយការណ៍ឲ្យតែម្ដងចាអញ្ចឹងនៅពេលដែលបងប្អូនមានគំនិតចង់ចាប់ផ្ដើមអាជីវកម្មកុំបារម្ភច្រើនពេកមានគេហៅថា ecosystem មានជំនួយនៅជុំវិញខ្លួនរួចជាស្រេចទេសំខាន់ចាប់ផ្ដើមបុកគ្រឹះឲ្យមាំចាប់ផ្ដើមពីកត់លុយសម្រាប់ផ្ទាល់ខ្លួននេះចាប់ផ្ដើមពីកត់ចំណូលចំណាយហ្នឹងឲ្យហើយទៅហើយអត់ពិបាកទេងាយសាមញ្ញហើយក៏អត់ចាយលុយច្រើនដែរបងរាល់ថ្ងៃញ៉ាំកាហ្វេបងរាល់ថ្ងៃញ៉ាំតែឬក៏ញ៉ាំអីខ្ញុំជឿថាយ៉ាងហោចមួយកែវក៏$1 $3,000 $4,000 ដែរបង sign up បង subscribe នៅក្នុង app កត់លុយមួយខែអត់ដល់$1ទេ$0.99ហើយបើសិនជា subscribe 6ខែទៀតក៏មានការបញ្ចុះតម្លៃមួយឆ្នាំមានការបញ្ចុះតម្លៃហើយងាយស្រួលណាស់ download គណនីធនាគារមកបាន link ភ្ជាប់យកបានកត់តលុយដែលចាយកដាស់ឯងកត់ manual កត់ទៅក៏មិនពិបាកពេកដែរចាអញ្ចឹងនេះគឺជាព័ត៌មានល្អសម្រាប់បងប្អូនដែលកំពុងតែរៀនកំពុងតែមានការមានគោលដៅចង់រកស៊ីប៉ុន្តែបារម្ភខ្លាចអត់មានប្រព័ន្ធគ្រប់គ្រងមានប្រព័ន្ធអស់ហើយនៅឡើយតែបងប្អូនសម្រាប់ចិត្តប្រើសាកល្បងប្រើទៅប្រកាសជាមើលឃើញពីប្រយោជន៍របស់វាមិនខានទេអរគុណច្រើន